เรียบซัวบองต่างปีចាជាសួរអ្នកគ្រូ จ้าថ្ងៃនេះដែរអ្នកគ្រូបានដំណឹងថាបងទាំងពីរសម្ភារជាប់មានអារម្មណ៍មិនដែរ មានអារម្មណ៍ថាសប្បាយចិត្ត សប្បាយចិត្តเนาะអញ្ចឹងមុននឹងឈានដល់ការសម្ភារចំណាប់អារម្មណ៍បងទាំងពីរអ្នកគ្រូចង់ឲ្យបងណែនាំពីឈ្មោះអាយុនិងខេត្តដែលបងមកចាប់ផ្ដើមពីបង ខ្ញុំឈ្មោះមាត់សំរងអាយុ31ឆ្នាំនៅខេត្តបាត់ដំបង ចា ចានេះខ្ញុំឈ្មោះប៉យស្រីកែវអាយុ28ឆ្នាំមកពីខេត្តកំពង់ឆ្នាំង មកពីខេត្តផ្សេងគ្នាធ្លាប់ស្គាល់គ្នាពីមុនមកអត់ អត់ស្គាល់ទេ អត់ស្គាល់ទេមកស្គាល់គ្នានៅ BP ឥឡូវហ្នឹងសម្ភារជាប់ទៅកន្លែងការងារជាមួយគ្នា ចា អញ្ចឹងមុននឹងអ្នកគ្រូសួរដល់ការសម្ភារជាមួយនឹងថៅកែអ្នកគ្រូចង់ដឹងថាបងស្គាល់ក្រុមហ៊ុន BP តាមរយៈណាបង ខ្ញុំស្គាល់ក្រុមហ៊ុន BP តាមរយៈ Facebook page Facebook page តាមដានរយៈពេលមួយថ្ងៃមួយខែបានសម្រាប់ចិត្តមកចុះ តាមដានតែមួយខែ តែមួយខែទេមានអីជាទំនុកចិត្តដែលបងមើលឃើញពីក្រុមហ៊ុន BP ខ្ញុំឃើញខ្ញុំតាមដានមួយខែហ្នឹងខ្ញុំចូលមើលរហូតឃើញបងគាត់បានហោះទៅប្រទេសជប៉ុនរហូតទៅខ្ញុំ ចាអញ្ចឹងមានការហោះចេញទៅជាបន្តបន្ទាប់នៃសិស្សច្បងចាចុះបងស្រីកែវ ព្រោះសម្រាប់ខ្ញុំតាមមួយសប្តាហ៍ទេ មួយសប្តាហ៍ទេលឿនជាងបងសម្រាប់ចាតាមដានតែមួយសប្តាហ៍មានអីជាទំនុកចិត្តដែលបងជឿជាក់លើក្រុមហ៊ុន BP បាទសម្រាប់ខ្ញុំមុននឹងសម្រាប់ចិត្តថាចូលរៀននៅសាលា BP ខ្ញុំបានសួរសិស្សច្បងពីមុនដែរគាត់បានឡើងទៅខ្ញុំសួរគាត់ថាគាត់ស្គាល់សាលា BP អត់គាត់ថាស្គាល់ហើយសួរថាមិនទៀតទៅថាអត់អីទេអាចទុកចិត្តបានអញ្ចឹង ចាអញ្ចឹងមានការណែនាំបន្ថែមពីសិស្សច្បងដែលគាត់ហោះចេញទៅចាមានស្គាល់ណាគេដែលគាត់ហោះចេញទៅតាមក្រុមហ៊ុនអ្នកគ្រូមែនឬក៏យ៉ាងណា ផ្សេងអ្នកគ្រូ អូផ្សេង ចាប៉ុន្តែគាត់ថាសាលា BP អត់អីទេ អូអញ្ចឹងមានតែគាត់ណែនាំបងមកខាង BP ចា ហើយណាមួយទៀតមានសិស្សច្បងឡើងទៅបានច្រើនអញ្ចឹងណា ចាអញ្ចឹងបងមើលពីភាពជាក់ស្ដែងនៃកូនសិស្ស BP ដែលគាត់ហោះចេញទៅជប៉ុនច្រើនចាអញ្ចឹងបងតាំងពីសម្ភារជាប់ខាងផ្នែកគេបង ខាងផ្នែកឧស្សាហកម្មខាងអេឡិចត្រូនិកអ្នកគ្រូ ឧស្សាហកម្មអេឡិចត្រូនិកមានសិស្សច្បងនៅនោះអត់ មាន ទេនេះ អូល្អមែនតើមានសិស្សច្បងនៅទីនោះស្រាប់អញ្ចឹងជួយមើលថែបងបន្ថែមទៀតចាជួយណែនាំណាអញ្ចឹងយើងទៅដល់ជប៉ុនខំប្រឹងប្រែងធ្វើការចាបងតាំងពីឥឡូវហ្នឹងសម្ភារជាប់ហើយមានអីបដិញ្ញាចិត្តអត់ បញ្ញាចិត្តថាខំរៀន ខំរៀន ចាឆាប់បានឡើងទៅ អូខេអញ្ចឹងទី1យើងសម្ភារជាប់ហើយអ្វីដែលយើងខំប្រឹងគឺខំប្រឹងរៀនចាដើម្បីទៅដល់ជប៉ុនយើង ចេះភាសា ចាចេះភាសាហើយងាយស្រួលធ្វើការផងចុះតកតងមួយបងតាំងពីសម្ភារមួយដងជាប់បង ខ្ញុំសុភាម្ដង សម្ភារតែម្ដងជាប់តាំងពីនេះ ចា ជានិស័យចាសម្ភារតែម្ដងជាប់មានអីជាកន្លឹះចង់ចែករំលែកទៅដល់អ្នកដែលគាត់មិនទាន់មកសម្ភារទេត្រូវរៀបចំខ្លួនបែបណាធ្វើម៉េចដើម្បីឲ្យថៅកែពេញចិត្តយើងណា ចាបើសម្រាប់ខ្ញុំវិញយើងត្រូវរឹងមាំពេលយើងជួបតកែ ចា ហើយនឹងខាងសាលាគាត់ជួយណែនាំយើងដែរមុនដំបូងយើងត្រូវធ្វើម៉េចជាមួយនឹងតកែលាកពេលឲ្យស្អាតបានអីអញ្ចឹងទៅហើយខ្លួនយើងណែនាំខ្លួនឲ្យរឹងមាំបន្តិចដែរក្លាហានបន្តិច អញ្ចឹងឲ្យក្លាហានរឹងមាំណែនាំខ្លួនឲ្យច្បាស់អញ្ចឹងទៅចុះបងស្រីកែវមានអីណែនាំ អត់អីខុសពីបងស្រី អត់មានអីខុសពីបងស្រីទេចាទី1គឺការស្លៀកពាក់របស់យើងឲ្យបានសមរម្យអញ្ចឹងទៅចាចុះកំឡុងពេលរៀនតើក្រុមហ៊ុនមានផ្ដល់ជាអត្ថប្រយោជន៍អីខ្លះដល់បងតាំងពី ចាបើសម្រាប់ខ្ញុំវិញខាងសាលាក៏ផ្ដល់នៅកន្លែងស្នាក់នៅអាហារហូបចុកឲ្យពួកយើងហើយនឹងជួយណែនាំយើង ចាអញ្ចឹងតកតងមួយកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកអីអាចទទួលយកបានទេ ទទួលយកបានណាចុះតកតងមួយការរៀនវិញវិន័យខាងសាលាតឹងរឹងអត់ ទាំងរ៉ាទិញដែរ បញ្ញកុសល តែអញ្ចឹងតឹងរឹងចំពោះតែកូនសិស្សដែលខូចទេចាកូនសិស្សអត់ខូចគឺអត់ជាបញ្ហាទេណា ចា អញ្ចឹងជាចុងក្រោយមានអីចង់ណែនាំទៅដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ទៅជប៉ុនដូចបងសម្រស់អាយុរៀងច្រើន ចា អញ្ចឹងមានអីចង់ណែនាំទៅដល់ពុកម៉ែបងប្អូនដែលចង់ទៅជប៉ុនណា មុនដំបូងខ្ញុំអាយុ31ហ្នឹងរៀនច្រើនដែរហើយខ្ញុំដាក់សម្ភារហ្នឹងខ្ញុំក៏មានព្រួយបារម្ភនឹងខ្លួនឯងដែរថាបានទៅអត់ព្រោះយើងអាយុច្រើនហើយដល់ពេលខ្ញុំមកសម្ភារហ្នឹងអត់អីទេអាចទៅបានណា ចា ចា អញ្ចឹងមានអីចង់ណែនាំបន្ថែមទៅដល់អ្នកដែលគាត់ចង់ទៅជប៉ុនណា ចាបើបងប្អូនណាដែលថាចង់ទៅជប៉ុនអីមានអាយុអីរៀនច្រើនដូចខ្ញុំអីក៏ព្រួយបារម្ភអីអាចទៅបានមានសម្ភារបានទៅមែននៅសាលា BP នឹងអាចទុកចិត្តបាន ចាអញ្ចឹងបងស្រីកែវឬថាមានស្នាមសាក់ ចា មានត្រង់កន្លែងណា កន្លែងនេះ
វាឡើងនេះមានភ័យព្រួយបារម្ភទេពីដំបងឡើយ បងឲ្យរៀងភ័យដែរ រៀងភ័យដែរ ជាក់ស្ដែងអត់អីទេព្រោះឃើញសិស្សបងសាក់ច្រើនដែរហើយគាត់ក៏បានឡើងទៅដែរ ចាចង់ន័យថា ចាចឹងបើសិនជាមានពុកម៉ែបងប្អូនណាដែលមានសាក់អីគាត់អាចមកចូលរៀនបានហើយមិនភ័យព្រួយទេថាយើងចូលរៀនទៅអត់បានឡើងទៅប្រទេសជប៉ុន ជាក់ស្ដែង ជាក់ស្ដែងខ្ញុំបានជាប់ហើយ បានជាប់ហើយចាអញ្ចឹងអ្នកដែលមានស្នាមសាក់អីមិនបាច់ភ័យព្រួយបារម្ភទេចាអញ្ចឹងជាចុងក្រោយសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ ចាសូមអរគុណ